បាទសួស្តីបាទថ្ងៃនេះមកបង្ហាញពីបទពិសោធន៍នៃការប្រើប្រាស់ Honda Wave 110cc ស៊េរីឆ្នាំ2022បាទម៉ូតូនេះខ្ញុំទិញរយៈពេលប្រហែលជា3ឆ្នាំហើយប្រើប្រាស់ខ្លួនឯងហើយថ្ងៃនេះមកបង្ហាញលម្អិតការប្រើប្រាស់ម៉ូតូ Wave ហ្នឹងវាមានចំណុចល្អហើយនិងមិនល្អយ៉ាងម៉េចខ្លះបាទអញ្ចឹងទេយើងមកមើលពីផ្ទៃខាងមុខទៅមុនបាទយើងមើលពីរូបរាងនៃផ្ទៃខាងមុខហើយជាទូទៅម៉ូតូ Wave បច្ចុប្បន្នមានគេជិះច្រើនដែរបាទឥឡូវយើងមកមើលផ្ទៃខាងមុខអំពូលនៃផ្ទៃខាងមុខនេះវាជាប្រភេទអំពូល LED ឬក៏ជាអំពូល halogen បាទហើយនៅខាងស្ដាំនេះភ្លើង stop ក៏ជាប្រភេទអំពូលធម្មតាដូចគ្នាដែរមានពណ៌លឿងឬក៏ពណ៌ទឹកក្រូចនៅផ្ទៃខាងក្នុង stop ហ្នឹងបាទហើយបាទនៅផ្ទៃខាងនេះក៏ដូចគ្នាជាប្រភេទអំពូលធម្មតាបាទនេះតែ Honda Wave 110cc នៅផ្ទៃខាងឆ្វេងបាទហើយនៅអាវខាងលើនោះមានអក្សរកណ្ដាលនៅចំចំណុចកណ្ដាលហើយចំពោះកង់ម៉ូតូ Wave នេះវិញគឺទំហំ17បាទហើយសំបកវានេះរៀងតូចដែរបាទមាន logo NCX នៅផ្ទៃខាងស្ដាំបាទហើយនៅផ្ទៃខាងឆ្វេងបាទវាមានតែមនៅជាប់នឹងអាវខាងឆ្វេងហើយចំណែកប្រាំងបាទវាជាប្រភេទប្រាំងធម្មតាហើយនឹងជាមួយនឹងខ្សែកុងទ័របាទនៅជិតគ្នាហ្នឹងបាទអញ្ចឹងវាជាទូទៅខ្ញុំប្រើនៅផ្ទៃខាងមុខនេះវាមិនទៅជាបញ្ហាអីទេវាប្រើស្រួលបាទប្រាំងនេះក៏វាស្រួលក្នុងការផ្លាស់ប្ដូរដែរបើសិនជាខូចអីបាទហើយនេះនៅផ្ទៃខាងលើបាទវាខាងឆ្វេងមានកុងតាក់ញយឆ្វេងស្ដាំមាន display ហើយកុងតាក់ far code បាទហើយផ្ទៃតាប់ឡូវាគឺជាប្រភេទតាប់ឡូបែបធម្មតាបាទហើយនៅខាងស្ដាំនោះវិញមានកុងតាក់ភ្លើងបិទបើកហើយនឹងកុងតាក់ D បាទអានេះផ្ទៃខាងលើបាទវាមានលក្ខណៈបែបធម្មតាទូទៅបែបនេះវាមិនមែនជាប្រភេទ digital ទេបាទវាចេញយូរដែរហើយស៊េរីឆ្នាំ2022ហើយនេះកុងតាក់ភ្លើងនៃចង្កឹះលេខហើយតនិចកុងទ័រវាបង្ហាញតួលេខដល់140តែជាទូទៅរត់បានត្រឹម9អីទេបាទវាមិនសូវជាលឿនទេម៉ូតូ Wave 110cc បាទហើយទីកុងទ័រខាងលើនេះគឺជាកុងទ័រសាំងបាទហើយវាមាន logo Honda នៅខាងលើនឹងដែរបាទនៅផ្ទៃក្នុងផ្ទៃតាប់ឡូបាទអានេះប្រដាប់ព្យួរនេះខ្ញុំទិញមកខ្លួនឯងទេបាទដាក់ខ្លួនឯងហើយសោវាជាប្រភេទសោ2ជាន់បាទហើយកាងនេះកាលទិញមកគេអត់បានថែមឲ្យទេអានេះឆ្នៃកាង Wave ថៃដាក់ពុតដាក់ដោយខ្លួនឯងទេបាទហើយក៏ជាប់ប្រើរហូតមកដល់បច្ចុប្បន្នបាទហើយនេះផ្ទៃម៉ាស៊ីនរបស់ Honda Wave វាមានឈ្នាន់សម្រាប់ធាក់បញ្ឆេះបាទហើយឈ្នាន់វាអត់មានជ័រស្រោបទេបាទវាមានដែកការពារជើងយើងទៅប៉ះម៉ាស៊ីនកម្លាំង 110cc បាទវាជាប្រភេទម៉ាស៊ីនដែលស៊ីសាំងដោយប្រព័ន្ធបេនបាទវាមិនសូវជាសន្សំសំចៃដូចជាប្រភេទបច្ចុប្បន្នទេតែបច្ចុប្បន្នភាគច្រើនគេចេញម៉ូតូដែលស៊ីសាំងដោយប្រព័ន្ធប៊ិចបាទហើយនេះនៅផ្ទៃខាងស្ដាំគម្របស៊ីម៉ាំងនេះវាពណ៌បែបនេះវាមិនងាយខូចបាទវាមិនងាយសាក់ពណ៌ហើយវាមានខ្ចៅចាប់ពីសងខាងហ្នឹងបាទវាមាំវាអត់ងាយលឺសំឡេងទេបាទហើយនេះតែម logo 110cc វាជាប្រភេទម៉ូតូ Wave ដំបូងគេដែលមានកម្លាំងម៉ាស៊ីន 110cc ស៊េរីចំពោះតែ Wave Alpha នេះទេបាទចំពោះ Wave នេះវាទៅតែមាននៅឆ្នាំ2022ដែលមានកម្លាំងម៉ាស៊ីន 110cc បាទហើយចំពោះផ្ទៃខាងក្រោយវាជាប្រភេទប្រាំងបែប drum brake បាទវាងាយស្រួលក្នុងការផ្លាស់ប្ដូរបាទវាជាធម្មតាបាទមានលក្ខណៈធម្មតាទូទៅដូចជាអាសង់អីចឹងដែរបាទហើយចំពោះការប្រើប្រាស់សបកឬក៏ខ្នងអីហ្នឹងវាមានភាពមាំធន់បាទវាមិនសូវជាបញ្ហាអីទេវាមិនខុសគ្នាអីពីអាសង់ទេអ្វីដែលវាខុសគ្នាគឺរូបរាងបាទហើយនឹងកម្លាំងម៉ាស៊ីនហើយល្បឿនវារត់យឺតជាងអាសង់បាទអាសង់វារៀងស្ទុះជាងបាទប៉ុន្តែបើចំពោះលំនឹងវិញគឺអា Wave នេះវានឹងជាងបាទហើយ stop ខាងស្ដាំឃើញថាវាមានលក្ខណៈបែបមាន serve វាសម្រាប់
ពេលវាលាក់ទៅវាយកបានអត់សូវជាមានសំឡេងរំខានបាទនេះផ្ទៃខាងក្រោយអាចចាត់ទុកបានថាជាយើងទទួលយកបានវាមិនងាយរោគរ៉ាបាទប៉ុន្តែខ្ញុំនឹងលម្អិតនៅផ្ទៃខាងមុខបាទផ្ទៃខាងមុខចំពោះអាវផ្ទៃខាងមុខគឺជាបញ្ហាបាទហើយនេះកបាំងច្រវាក់ម៉ូតូជាទូទៅបើសិនជាមានកបាំងច្រវាក់បែបនេះវាល្អបាទវាការពារច្រវាក់មិនងាយអស់បាទប៉ុន្តែដែលជាបញ្ហានោះបាទប្រើមក3ឆ្នាំហើយកបាំងខាងក្រោមនេះវាបែកហើយមិនដឹងថាជាបែកដោយសារជាងគាត់ដិតខ្លាំងពេកឬក៏យើងប្រើយូរទៅវាបែកដោយខ្លួនវាអញ្ចឹងបាទទៅតែឃើញមួយរយៈចុងក្រោយនេះបាទខ្ញុំប្រើមក2ឆ្នាំហើយ2ឆ្នាំជាងហើយបាទអញ្ចឹងហើយម៉ូតូជាទូទៅបើសិនជាមានគម្របច្រវាក់បែបនេះវាល្អវាជួយឲ្យយើងប្រើប្រាស់បានរយៈពេលយូរអង្វែងដែរបាទហើយនេះផ្ទៃខាងឆ្វេងនៃម៉ាស៊ីនចង្កឹះលេខស្រួលបញ្ចូលបាទចំពោះម៉ូតូសង់ឬក៏ Honda ជាទូទៅគឺស្រួលបញ្ចូលបាទហើយ Wave នេះក៏វាដូចគ្នាដែរវាចង្កឹះលេខវាស្រួលសាំងលេខដាក់លេខទៅមុខទៅក្រោយហ្នឹងវាមិនជាបញ្ហាទេបាទអ្វីបញ្ហាដែលខ្ញុំជួបបាទគឺអាវខាងមុខក្បាលខាងមុខវាគឺវាឆាប់លន់មែនទែនចំពោះអ្នកជិះទូទៅមិនដឹងថាខ្ញុំគិតថាមានជួបបញ្ហាដូចខ្ញុំដែរគិតថាវាឆាប់រោកបាទយើងជិះបានមួយរយៈបើផ្លូវកស៊ូផ្លូវអីគេអាចជិះបានយូរតែបើផ្លូវលំដូចជាខ្ញុំនៅខាងព្រំដែននៅស្រុកម៉ាឡៃជាប់ប៉ោយប៉ែតនេះបាទផ្លូវកវ៉ាត់ព្រំដែនគឺយើងដឹងហើយបាទផ្លូវมันមានផ្លូវស្រួលទេគឺផ្លូវសិតតែក្លុកដល់ចឹងហើយជិះទៅมันបានប្រហែលគឺវារោកក្បាលបាទបើចំពោះអាវខាងឬក៏ខាងក្រោយទូទៅវាអត់អីទេបាទវាធម្មតាបាទអញ្ចឹងនេះគឺជាការបង្ហាញអំពីម៉ូតូ Wave 110cc បាទស៊េរីឆ្នាំ2022វាគឺជាបទពិសោធន៍ដែលខ្ញុំបានប្រើប្រាស់កន្លងមកបាទបញ្ហាដែលខ្លាំងជាងគេគឺក្បាលខាងមុខហ្នឹងឯងបាទឥឡូវនេះខ្ញុំទិញ Yamaha PG1 មកជិះផ្ទាល់មួយទៀតបាទហើយ Yamaha PG1 ខ្ញុំក៏បានធ្វើវីដេអូបង្ហាញនៅក្នុង channel ដែរបងប្អូនអាចឆែកមើលនៅខាងក្រោមបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូបាទហើយកុំភ្លេចចុច Subscribe ចុច Follow ដើម្បីទទួលបាននៅបទពិសោធន៍ឬក៏ការបង្ហាញអំពីម៉ូតូផ្សេងៗទៀតបាទវីដេអូក្រោយខ្ញុំនឹងបង្ហាញលម្អិតអំពី Yamaha PG1 មួយទៀតបាទពណ៌លឿងនេះខ្ញុំធ្វើវីដេអូរួចហើយនៅពណ៌ខ្មៅនៅពណ៌ផ្សេងៗទៀតដែលមិនទាន់បានធ្វើវីដេអូបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូផ្សេងទៀតបាទ